បើសិនជាចូលឆ្នាំខ្មែរបនប្រពៃណីជាតិយើងនាពេលខាងមុខនេះមានការរំលែងបែបនេះអូនបងប្អូនហើយមិនដឹងជាមើលទៅវាប្លែកភ្នែកប៉ុណ្ណាហើយវាជាលក្ខណៈបែបខ្មែរមើលទៅថ្លៃថ្នូរហើយក៏បណ្ដុះគំនិតឲ្យយុវវ័យគាត់ក៏ស្រឡាញ់លក្ខណៈការរំលែងជាលក្ខណៈបែបខ្មែរវិញណាបងប្អូនទាំងគ្នាអញ្ចឹងក៏គោរពជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាសម្រាប់ថ្ងៃនេះគឺចង់ចេញវីដេអូបន្តិចហើយធ្វើវីដេអូនេះក៏ក្នុងគោលម្ដងមួយឲ្យបងប្អូនទាំងអស់គ្នាដែលបានឃើញទៅគាត់ចូលរួមឬក៏លេងអ្វីដែលជារបស់ខ្មែរច្រើនដូចជាល្បែងជាប្រៃខ្មែរចោលឈូងទាញព្រាត់បោះអង្គុយលាក់កសែងខ្លែងឆាបកូនមន់អីផ្សេងនេះឱកាសបន់ចូលឆ្នាំប្រពៃណីជាតិយើងខាងមុខណាបងប្អូនទាំងគ្នាអញ្ចឹងបានតែប្រហែលថ្ងៃទៀតទេមកដល់ហើយបើយើងនាំគ្នាលេងហើយការរំលែកយើងលក្ខណៈរំវងរងក្បាច់តាមលាវសារបាត់អីផ្សេងគឺមើលទៅស្អាតហើយថ្លៃថ្នូរហើយក៏មិនងាយមានរឿងដែរបងប្អូនទាំងគ្នាហើយសម្រាប់ខ្ញុំគិតថាការដែលរំលែងបែបនេះមើលទៅថ្លៃថ្នូរហើយសប្បាយដូចគ្នាទេបងប្អូនទាំងគ្នាហើយបើសិនជាតាមវត្តអារាមឬក៏តាមកន្លែងដែលរៀបចំសង្គ្រាមនេះឱកាសបន់ចូលឆ្នាំប្រពៃណីជាតិជើងខាងមុខគាត់លក្ខណៈគាត់កាត់បន្ថយការដែលចាក់បតរំលែងបែបផ្លុយអីច្រើនណាបងប្អូនទាំងគ្នាយើងកាត់បន្ថយបើអាចកុំមានហ្មងក៏ល្អដែរប៉ុន្តែមិនដឹងថាតាមកន្លែងមួយធ្វើបានអត់ទេអានេះក៏ជាការដែលយើងរំពឹងណាបងប្អូនទាំងគ្នាហើយបើសិនជាមានបែបនេះយើងក៏ឲ្យក្មេងៗដែលគាត់ចូលចិត្តរំអីផ្លុយទៅគាត់ងាកមកជាលក្ខណៈបែបខ្មែរវិញច្រើនហើយគាត់ចង់រំជាលក្ខណៈបែបខ្មែររបស់យើងប៉ុន្តែបើសិនជាការដែលធ្វើបែបនេះបើតាមខ្ញុំគិតភាគរយតិចតែបងប្អូនទាំងគ្នាមិនដឹងថាក្មេងៗពេលខ្លះតាមដែលអ្វីដែលយើងឃើញជាក់ស្ដែងរាល់ដងមានបតមានអីបែបនេះគឺគាត់មិនសូវចូលរួមទេក៏រំបត់ញាក់បត់អីទៅបានគាត់ចូលរួមអញ្ចឹងសង្ឃឹមថាឱកាសចូលឆ្នាំប្រពៃណីជាតិយើងនាពេលខាងមុខតាមបណ្ដាវត្តអារាមមួយដែលតែងតែរៀបចំស្រស់ស្អាតគាត់មានល្បែងជាប្រៃហើយចាក់បតជាលក្ខណៈបែបខ្មែរច្រើនយើងដើម្បីលើកស្ទួយជាលក្ខណៈបែបខ្មែរហើយក៏វាបង្ហាញពីភាពថ្លៃថ្នូររបស់បងប្អូនប្រជាពលរដ្ឋយើងដែរបងប្អូនទាំងគ្នាហើយសម្រាប់បតបែកផ្លុយបែកអីបើសិនជាមានចាស់យើងចាក់តិចទៅហើយបើអាចកុំថតបង្ហាញកុំអីព្រោះវាមើលទៅវាមិនល្អភ្នែកទេហើយបើសិនជាលក្ខណៈបតបែកខ្មែរល្បែងជាប្រៃខ្មែរយើងបង្ហាញឲ្យច្រើនទៅវាបង្ហាញពីភាពថ្លៃថ្នូររបស់បងប្អូនទាំងអស់គ្នាហើយសម្រាប់ឱកាសបន់ចូលឆ្នាំប្រពៃណីជាតិសូមជូនពរបងប្អូនទាំងអស់គ្នាជួបតែសុខភាពរកស៊ីទទួលទានមានបានហើយប្រកបការងារសូមឲ្យសម្រេចដោយបំណងប្រាថ្នាទាំងអស់ហើយសូមឲ្យបងប្អូនប្រជាពលរដ្ឋដែលគាត់ភ័យសឹកសូមឲ្យគាត់សុខសប្បាយហើយអ្វីនឹងល្អប្រសើរសម្រាប់ពួកគាត់ហើយជូនពរឲ្យបរិបរោះវរៈកងទ័ពរបស់យើងដែលគាត់ការពារគាត់គ្មានពេលមកសប្បាយជាមួយយើងជូនពរពួកគាត់ជួបតែសុខភាពហើយជាផុតពីជំងឺទាំងពួងហើយឈ្នះអស់មានសត្រូវដែលចង់ឆ្លៀនពៀនអរគុណច្រើនគ្រប់គ្នាទេ